ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបគ្នាម្ដងទៀតហើយជាមួយនឹងសម្លកកកណ្ដៀងរបស់អ្នកស្វាយរៀងចាបន្លែកកកណ្ដៀងនេះបន្ទាប់ពីយើងបានបេះនិងលាងវាស្អាតហើយគឺយើងយកវាមកបុកនិយាយទៅគឺបុកឲ្យម៉ត់តែម្ដងបន្ទាប់ពីយើងបានបុកវាបានម៉ត់អស់ហើយយើងក៏ចាប់ផ្ដើមប្រមូលវាដាក់ទុកម្ល៉េះសិនបន្ទាប់ពីបុករួចទាំងអស់ហើយយើងចាប់ផ្ដើមធ្វើការលាងសម្អាតវាច្បាច់ដោយយើងដាក់ជាមួយនឹងអំបិលច្បាច់វាជាមួយនឹងអំបិលដើម្បីឲ្យវាចេញជាល្វីងនៃសាកណ្ដៀងនេះវារៀងល្វីងបន្តិចហើយបើអ្នកអត់សូវចេះល្វីងគឺត្រូវតែច្បាច់ស្បែកខ្ញុំអ្នកចេះក៏ត្រូវតែច្បាច់ល្វីងតែពូវាល្វីងខ្លាំងអញ្ចឹងយើងច្បាច់ទឹកទី1ឃើញបងប្អូនឃើញទឹកឡើងខៀវហ្នឹងគឺល្វីងខ្លាំងហើយតមកយើងបន្តលាងវាខ្ញុំលាងពីទឹករហូតដល់ទឹកវាឡើងពណ៌សនេះគឺឡើងល្វីងហើយតែបើអ្នកចង់ល្វីងគឺគាត់មិនបាច់លាងដល់ទឹកថ្លាសអញ្ចឹងទេគឺគាត់លាងតែមកទឹកអីបានហើយតែសម្រាប់ខ្ញុំគឺខ្ញុំអត់សូវចេះម៉ានដែរអញ្ចឹងខ្ញុំលាងដល់ទឹកសអញ្ចឹងបានខ្ញុំធ្វើការច្រោះវាចេញហើយកណ្ដៀងដែលយើងបានលាងស្អាតរហូតដល់ទឹកសនេះហើយយើងយកវាទៅទុកម្ល៉េះសិនបន្ទាប់ពីយើងលាងសម្អាតកណ្ដៀងនេះហើយបន្តមកទៀតចូលមកដល់គ្រឿងគឺខ្ញុំមានគ្រឿងបុកប្រហុកចិញ្ច្រាំហើយសាច់មានសាច់ជ្រូកហើយលាយនឹងសាច់មាន់ពូម្ហូបមួយមុខនេះវាត្រូវជាមួយនឹងសាច់ជ្រូក3ជាន់និងសាច់មាន់ជាងត្រីហើយរបៀបធ្វើពីដំបូងយើងដាក់ខ្លាញ់បន្ទាប់មកយើងដាក់ប្រហុកចូលយើងលីងវាតតឡើងឈ្ងុយទៅវាឡើងពពុះជើងមានន័យថាវាឡើងឈ្ងុយហើយបន្ទាប់ពីវាឡើងឈ្ងុយប្រហុកឡើងឈ្ងុយហើយគឺយើងចាប់ផ្ដើមដាក់គ្រឿងបុកយើងចូលចំពោះគ្រឿងបុកនេះគឺយើងធ្វើការបងប្អូនត្រូវធ្វើការលីងវារហូតដល់ឡើងឈ្ងុយបានយើងដាក់សាច់ដែលយើងមានចូលគឺសាច់ជ្រូក3ជាន់និងសាច់មាន់តោះមកយើងដាក់ទឹកត្រីស្ករអំបិលប៊ីចេងរសជាតិទៅតាមចំណង់ចិត្តប៉ុន្តែម្ហូបនេះគឺអត់សូវរសជាតិដិតទេដោយសារយើងហូបជាមួយបាយយើងត្រូវមានទឹកត្រីម្ទេសក្រៅផ្សេងទៀតអញ្ចឹងរសជាតិយើងភ្លក់ទៅមកល្មមអត់ផ្អែមក៏អត់ប្រៃដែររសជាតិយើងល្មមអត់យករសជាតិដិតទេសម្រាប់សម្លមួយមុខនេះបន្ទាប់ពីយើងលីងគ្រឿងវាឲ្យសព្វហើយយើងចាក់ទឹកចូលបន្តិចដើម្បីឲ្យវាចាប់ជាតិជាមួយគ្រឿងវាចូលជាតិជាមួយសាច់បន្ទាប់មកមិនយើងដាក់ទឹកច្រើនតែខ្ញុំអត់បានថតយើងដាក់ទឹកមកល្មមមកសម្លយើងហើយដល់ពេលពុះយើងដាក់អង្ករលីងចូលហើយពេលដែលដាក់អង្ករលីងបងប្អូនត្រូវកូរវាវាខ្លាំងអង្ករលីងវានៅដុំមកអញ្ចឹងបងប្អូនត្រូវកូរវាឲ្យបានច្រើនដងឲ្យវាលាយអង្ករលីងនឹងជាមួយស្លនឹងសព្វសាច់បន្ទាប់ពីអង្ករលីងរីកល្មមហើយយើងដាក់បន្លែពិសេសរបស់យើងគឺកណ្ដៀងយើងដាក់ចូលសម្លប៉ុន្នេះគឺជាការស្រេចហើយសម្រាប់សម្លកកកណ្ដៀងយើងភ្លក់មើលជាតិមកល្មមដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងគឺយើងអត់យករសជាតិទឹកទេយើងយករសជាតិរៀងផ្អែមល្មមប្រៃល្មមពួកដែលយើងហូបជាមួយទឹកត្រីខាងក្រៅទៀតអញ្ចឹងមានតែប៉ុណ្្នឹងហើយសម្រាប់ស្លកកកណ្ដៀងរបស់អ្នកស្វាយរៀងហើយនេះចាំជួបគ្នានៅវីដេអូជាមួយនឹងសម្លផ្សេងទៀតចា៎អរគុណច្រើនដែលបានចូលទស្សនារហូតដល់ចប់អរគុណ